ជំរាបសួរអ៊ំលោកពូបងប្អូនទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់យើងខ្ញុំចំពោះសុខទុក្ខរបស់ក្រុមគ្រួសាររបស់យើងខ្ញុំជាពិសេសបងប្អូនស្រីរបស់ខ្ញុំខេមរៈស្រីពៅតែម្ដងដែលថ្មីនេះមានព័ត៌មានផ្សព្វផ្សាយអំពីសុខភាពរបស់នាងធ្វើឲ្យអ៊ំពូមីបងប្អូនមានការយកចិត្តទុកដាក់នឹងអាណិតសូរក៏ដូចជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាងនេះឯងបង្ហាញអំពីទឹកចិត្តដ៏ធំធេងនិងការយកចិត្តទុកដាក់ដ៏ធំធេងមកលើក្រុមគ្រួសាររបស់យើងខ្ញុំនិងទៅលើបងប្អូនស្រីរបស់ខ្ញុំបាទផ្ទាល់យើងខ្ញុំសូមយកឱកាសនេះគោរពអរគុណដល់ទឹកចិត្តរបស់បងប្អូននិងអ៊ំពូមីទាំងអស់គ្នាដែលផ្ដល់កិត្តិយសឲ្យក្រុមគ្រួសាររបស់យើងខ្ញុំនិងបង្ហាញនៅភាពកក់ក្ដៅមួយដែលបង្ហាញថាក្រុមគ្រួសាររបស់យើងខ្ញុំមិនឯកោទេនៅពេលណាដែលមានរឿងហេតុបញ្ហាកើតឡើងម្ដងតែងតែទទួលបាននៃការយកចិត្តទុកដាក់បែបនេះឯងជុំវិញពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់បងប្អូនស្រីរបស់ខ្ញុំដែលត្រូវបានសារព័ត៌មានលើកឡើងថាមានញាតិជិតខាងលើកឡើងថាបងប្អូនស្រីរបស់ខ្ញុំនឹងជួបបញ្ហាស្បែកធ្ងន់ធ្ងររហូតដល់ថ្នាក់រលេះរលួយស្បែកវិចក្នុងស្លឹកចេកផ្សេងហើយត្រូវបានក្រុមគ្រួសារត្រូវបានខ្ញុំផ្ទាល់ក្រុមគ្រួសារនឹងមិនយកចិត្តទុកដាក់បោះបង់ចោលអីផ្សេងធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំទទួលយកមិនបាននៅពាក្យពេចន៍ទាំងអស់នេះដែលគាត់ប្រាហាក់ដូចជាធ្ងន់ធ្ងរពេកធ្វើឲ្យយើងខ្ញុំមានការខកចិត្តយ៉ាងខ្លាំងហើយបើសិនជាដូចអ្វីដែលសារព័ត៌មានលើកឡើងថាញាតិជិតខាងបានលើកឡើងអញ្ចឹងមែនអញ្ចឹងខ្ញុំសូមបដូរឈ្មោះថ្មីជូនគាត់តែម្ដងគឺសូមបដូរឈ្មោះពីញាតិជិតខាងទៅជាអ្នកឈ្នានីសជិតខាងវិញព្រោះពាក្យពេចន៍ដែលគាត់ប្រើមកប៉ះពាល់ដល់កិត្តិយសអូនស្រីរបស់ខ្ញុំខ្លាំងបំផុតដោយមូលហេតុផ្សេងដែលលើកឡើងមកថាបងអូនស្រីរបស់ខ្ញុំចង់បានសម្បល់ស្អាតចង់បានសម្បល់សអីផ្សេងទើបនាងទៅជាបែបនោះពាក្យទាំងអស់នេះធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់យើងខ្ញុំដែលជាក្រុមគ្រួសារមិនមើលប្អូនមិនមើលកូនមិនមើលចៅគាត់ប្រើពាក្យនេះហាក់ដូចជាមិនឲ្យតម្លៃហាក់ដូចជាមាក់ងាយដល់ក្រុមគ្រួសាររបស់យើងខ្ញុំយ៉ាងខ្លាំងដែលយើងមិនអាចទទួលយកបានប៉ុន្តែបើសិនជាមានរឿងរ៉ាវហេតុភេទដូចតែគាត់និយាយមែនខ្ញុំចង់សួរថាតើសួរទៅកាន់គាត់វិញថាតើលទ្ធផលដែលធ្វើឲ្យបងអូនខ្ញុំធ្លាក់ដល់ដូចតែគាត់និយាយតើលទ្ធផលនឹងឈ្មោះអីកន្លែងដែលគាត់ទៅនឹងឈ្មោះអ្វីទីនេះហើយដែលជាចំណោទជាបញ្ហាហើយសួរថាបើសិនជាខ្ញុំជាបងឪពុកម្ដាយខ្ញុំជាឪពុកម្ដាយរបស់គាត់បងប្អូនខ្ញុំទទួលយកបានទេនៅពេលដែលផលិតផលមួយ clinic មួយធ្វើឲ្យប្អូនស្រីធ្វើឲ្យកូនស្រីធ្លាក់ក្នុងសភាពដែលគាត់និយាយតើអាចទៅរួចទេដែល clinic នោះនៅបន្តបើកឬមកផលិតផលនោះអាចបន្តលក់នៅលើទីផ្សារបាននេះសម្រាប់ខ្ញុំគឺមិនអាចបានទេគឺខ្ញុំនឹងបដូរជាមួយនឹងផលិតផលដែលធ្វើឲ្យបងខ្ញុំទៅធ្លាក់នៅក្នុងសភាពដូចគាត់និយាយហ្នឹងតែអ្វីវាមិនមែនជារឿងនំសោះដូច្នេះគឺមានហេតុផលណាដែលខ្ញុំទៅធ្វើរឿងនោះហើយមានហេតុផលណាដែលគាត់បង្កើតពាក្យចាមរាមនឹងបានទើបខ្ញុំសិទ្ធិនាមឈ្មោះថ្មីឲ្យគាត់ថាជាអ្នកឈ្នានីសចិត្តខាងការប្រើពាក្យបែបនេះធ្វើឲ្យបងប្អូនអ៊ំពូមីងមានការផិតភ័យមានការព្រួយបារម្ភជួលច្បល់និងខ្វល់ខ្វាយអានេះគឺជាទឹកចិត្តដ៏ធំធេងខ្ញុំទទួលយកប៉ុន្តែខ្ញុំមិនទទួលយកនៅរាល់ពាក្យពេចន៍ដែលលើកឡើងធ្ងន់មកលើបងប្អូនស្រីរបស់ខ្ញុំទេប៉ុន្តែខ្ញុំសារភាពថាបងប្អូនស្រីរបស់ខ្ញុំមានបញ្ហាសុខភាពមែនប៉ុន្តែមិនមែនបញ្ហាសុខភាពស្បែកទេគឺបញ្ហាសុខភាពបំពង់សម្លេង
ដែលធ្វើឲ្យនាងមិនអាចបកស្រាយចម្រៀងបាននឹងបញ្ហាសុខភាពពោះវៀនកាពះឯនេះទៅវិញទេប៉ុន្តែយើងកំពុងតែព្យាបាលកំពុងតែបន្តការព្យាបាលនៅប្រទេសថៃដោយល្អិតល្អន់ដើម្បីឲ្យនាងបានធូរស្បើយឲ្យវាបានជាសះស្បើយឡើងវិញដើម្បីសម្ដែងជូនអង្គពូមីងនៅពេលខាងមុខហើយសំណួរសួរថាប្រហែលថ្ងៃមុនហើយបើបងខែមករុនថាគាត់មិនមានបញ្ហាសុខភាពខ្ញុំក៏បានសួរទៅបងខ្ញុំដែរថាបងហេតុអីបានជាបងមិនប្រាប់ពីបញ្ហាសុខភាពបំពង់កគាត់ក៏ដូចជាប្រវៀនកាពះគាត់ទៅបងប្រុសខ្ញុំគាត់ថាគាត់មិនចង់ឲ្យរំខានអារម្មណ៍មិនចង់ឲ្យប៉ះពាល់មិនចង់ឲ្យបងប្អូនអ្នកដែលគ្រប់គ្រងក៏ដូចជាអង្គពូមីងដែលខ្វល់ខ្វាយគាត់មានការខ្វល់ខ្វាយទើបគាត់សម្រេចថាมันមានបញ្ហាសុខភាពប៉ុន្តែអ្វីដែលគាត់សំណួរដែលសួរថាបញ្ហាស្បែកនេះធ្វើឲ្យគាត់ទទួលយកមិនបានធ្វើឲ្យគាត់មិនអាចឆ្លើយអីបានលើសនឹងទៀតទេព្រោះសំណួរនោះវាប៉ះវាវាយប្រហារទឹកចិត្តគាត់ហើយយើងខ្ញុំចង់ថាបើសិនជាគាត់ជាញាតិគិតខាងល្អគាត់គួរណាស់តែសិក្សាអំពីមុខជំងឺឲ្យបានច្បាស់មុននឹងលើកឡើងបើគាត់លើកឡើងចំចំណុចជំងឺដែលបងខ្ញុំកំពុងតែមានបញ្ហាបំពង់កនេះនិងបញ្ហាពោះវៀនកាពះនេះខ្ញុំថាជាខ្ញុំអត់មានត្រូវចេញคลิปមួយនេះទេប៉ុន្តែគាត់លើកឡើងវាផ្ទុយពីមុខជំងឺដែលកំពុងប្រឈមវាទៅជារឿងមួយដែលប៉ះពាល់ទៅដល់កិត្តិយសបងស្រីខ្ញុំទៅវិញប៉ះពាល់ចំណុចថាគាត់ចង់សភ្លើនចង់សលឿនស្អីហ្នឹងធ្វើឲ្យគាត់ខ្លាចជាបែបហ្នឹងទាំងដែលគាត់មិនមានរឿងនឹងចំពោះគាត់តទៅសោះដូចខ្ញុំបញ្ជាក់ប្រាប់អ៊ំពូមីបងប្អូនមុននឹងចឹងថាបើមានមែន clinic មួយនោះផលិតផលមួយនោះมันអាចតាំងលក់លើទីផ្សារបានទេខ្ញុំមិនបណ្ដោយឲ្យផលិតផលមួយនោះលក់ទៅបំផ្លាញសុខភាពបងប្អូនអ៊ំពូមីងកូនចៅអ៊ំពូមីងបានទៀតទេខ្ញុំនឹងបង្ហាញផលិតផលនោះជាសាធារណៈឲ្យបងប្អូនបានឃើញដើម្បីកុំឲ្យចរាចរណ៍បំផ្លាញសុខភាពបំផ្លាញដល់អ៊ំពូមីងទាំងអស់គ្នាប៉ុន្តែវាមិនមែនមានហេតុផលណាដែលខ្ញុំត្រូវទៅរករឿងគេទៅរករឿងអ្នកនេះនោះបានទេពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់នាងនៅខាងក្នុងខ្លួននោះទៅវិញដែលមនុស្សទូទៅតែងតែមានជំងឺបែបនេះជុំវិញបញ្ហាដែលគាត់មានបញ្ហាបំពង់កនឹងពោះវៀនកាពះផ្សេងនៅពេលខាងមុខនៅពេលនាងបានជាសះស្បើយខ្ញុំនឹងលម្អិតបន្ថែមទៀតចំពោះបញ្ហាគឺក្នុងថាហេតុអីបាននៅសុខគាត់ជាមនុស្សមានសុខភាពល្អទៅជាឈឺបំពង់កទៅជាឈឺពោះវៀនកាពះខ្ញុំនឹងលម្អិតនៅពេលខាងមុខដូច្នេះคลิปមួយនេះសង្ឃឹមថាបងប្អូននឹងយល់ហើយនឹងផ្ដល់នៅការវិនិច្ឆ័យល្អមួយដល់គ្រប់គ្រួសាររបស់យើងខ្ញុំហើយនឹងផ្ដល់ពរជ័យដល់បងប្អូនស្រីខ្ញុំឲ្យបានជាសះស្បើយនៅបញ្ហាបំពង់សម្លេងក៏ដូចជាពោះវៀនកាពះនិងបញ្ហាក្នុងរបស់នាងឲ្យបានជាសះស្បើយប៉ុន្តែសូមបញ្ជាក់ទៀតថាបញ្ហាស្បែកដែលមានបញ្ហារលេះរលួយនោះគឺมันមានជាដាច់ខាតមិនមែនជាបញ្ហាស្បែកទេគឺបញ្ហាសុខភាពខាងក្នុងសូមអរគុណសូមជូនពរអំពុំមានសេចក្តីមានជួបតែសេចក្តីសុខសប្បាយសុខភាពល្អទាំងអស់គ្នាសូមអរគុណ